ប្រវត្តិប្រាសាទបាណន់ ប្រាសាទបាណន់ត្រូវបានកសាងឡើងនៅសតវត្សទី11 ដែលតួប្រាសាទលើកំពូលភ្នំនេះមានកំពូល5 គឺ 4 ជ្រុងគ្រប់ទិស និងធំមួយចំកណ្ដាលប្រាសាទ ដែលនៅចំផ្លូវឡើងពីខាងកើតគឺប្រាសាទតាដំបងដែក ដែលពីមុនមកមានរូបសំណាកតាដំបងដែកនៅឈរចាំហើយចោរលួចយកចេញ តែត្រូវប៉ូលីសចាប់បានក្នុងឆ្នាំ2001 កំពូលប្រាសាទទី2 នាទិសខាងត្បូងមានឈ្មោះថាប្រាសាទទម្លាក់ដូង ដែលចាស់បានប្រាប់តគ្នាមកថា ក្នុងប្រាសាទនេះមានល្អាងចុះមកក្រោម តែពុំមានមនុស្សណាហ៊ានចុះមកទេ មានតែពិសោធន៍មើលពេលបុណ្យទាន ដែលគេតែងតែយកផ្លែដូងទៅទម្លាក់ក្នុងល្អាងប្រាសាទនោះ រួចហើយមករងចាំមើលនៅខាងក្រោមនៃមាត់ស្ទឹងសង្កែដែលមានរូងមួយ ក៏ឃើញដូងនោះធ្លាក់មកចូលក្នុងស្ទឹងសង្កែតែម្ដង ហើយត្រូវបានកសាងឡើងនៅពាក់កណ្ដាលសតវត្សទី11 និងបញ្ចប់នៅចុងសតវត្សទី12 ព្រះមហាក្សត្រខ្មែរដំបូងដែលបានកសាងប្រាសាទនេះព្រះនាមព្រះបាទឧទយាទិត្យវរ្ម័នទី2 ឆ្នាំ 1050 ដល់ឆ្នាំ 1066 និងបញ្ចប់ដោយព្រះបាទជ័យវរ្ម័នទី7 ឆ្នាំ 1181 ដល់ឆ្នាំ 1219 ប្រាសាទនេះកសាងនៅលើកំពូលភ្នំបាណន់ជាប់គ្នាពីមួយទៅមួយដោយប្រាសាទអង្គរវត្ត កសាងឡើងអំពីថ្មបាយក្រៀមនិងថ្មភក់ លក្ខណៈនៃប្រាសាទនេះគឺវាស្ថិតនៅលើកំពូលភ្នំ ហើយនៅជើងភ្នំមានល្អាងពីរ គឺល្អាងបិទមាសនិងល្អាងឈូង នៅជើងភ្នំមានដើមឈើជាច្រើនប្រភេទដុះចម្រុះគ្នា ដែលផ្ដល់ជាម្លប់ដ៏ត្រជាក់សម្រាប់ភ្ញៀវទេសចរ នៅបរិវេណជើងភ្នំមានភោជនីយដ្ឋាននិងតូបលក់អាហារ ផ្លែឈើ និងវត្ថុអនុស្សាវរីយ៍ មានសន្តិសុខជាមកាមធានាសន្តិសុខនិងសុវត្ថិភាពយ៉ាងល្អ ហើយមានស្រះទឹកធំទូលាយ ដែលភ្ញៀវអាចជិះទូកលេង និងសម្រាកយកខ្យល់អាកាស រមណីយដ្ឋាននេះជាកន្លែងពិសេសសម្រាប់សម្រាកលំហែកាយនៅឱកាសថ្ងៃឈប់សម្រាកផ្សេងៗ